อ๋อเนี่ยទាំងពីរហើយទៅណាមកណានឹងហ៎គេយើងនាំចាប់មករកឯងសួរព័ត៌មានខ្លះហ្នឹងណាប្រាប់តាមត្រង់ចុះចាបអើយឥឡូវនេះយើងរកចំណីមិនសូវបានដូចមុនទេយើងពិបាកចិត្តណាស់ហើយខ្ញុំវិញក៏ដូចគ្នាណាមួយពិបាកខ្លាំងព្រោះខ្ញុំមានបន្ទុកប្រពន្ធនិងកូនរបស់ខ្ញុំដែលកំពុងតែដេកចាំចំណីនៅក្នុងសម្បុកយើងគួរតែរកចំណីនៅក្នុងស្រុកម្ដងទៅព្រោះថានៅក្នុងស្រុកអាចមានចំណីច្រើនក៏ថាបានមើលទៅម្ដេចក៏គេរស់នៅបានសុខសប្បាយម្ល៉េះរស់នៅក្នុងទ្រុងដ៏ប្រណិតមានពណ៌មាសភ្លឺថ្លាមានម្ចាស់ចាំណែបនិតបលែងដាក់ចំណីឲ្យស៊ីទាំងយប់ទាំងថ្ងៃមើលគេចាស់ជីវិតគេរស់នៅយ៉ាងសប្បាយចង់ហោះចង់ដើរទៅណាក៏បានរស់ដោយសេរីភាពពេញលេញមិនដូចជាយើងទេរឿងចាប់ស្រុកនិងចាប់ព្រៃនៅក្នុងភូមិមួយមានតាយាយមួយគូមានទ្រព្យស្ដុកស្ដំគួរសមល្មមប៉ុន្តែគាត់គឺរស់នៅតែ2នាក់ដោយសារតែគាត់គ្មានកូនម្នាក់ឡើយដូច្នេះហើយទើបតានិងយាយទាំង2នាក់សម្រេចចិត្តទិញសត្វចាបមួយក្បាលមកចិញ្ចឹមហើយស្រឡាញ់ចាបនោះចាត់ទុកដូចជាកូនបង្កើតរបស់គាត់ដូច្នេះដែរកូនចាប់តូចដល់ម៉ោងស៊ីចំណីហើយមកប្រហែលជាឃ្លានណាស់ហើយកូនចាប់សម្លាញ់ម៉ែអូមើលចោះតាវាមើលវាធ្វើមុខគួរឲ្យស្រឡាញ់ណាស៊ីឲ្យច្រើនទៅកូនចាប់តូចមើលធ្វើរឹកចោះដូចស្ដាប់គេនិយាយបានអញ្ចឹងចេះអីក៏ចេះម្លេះទេហត់ណែផឹកទឹកផងកូនផឹកទឹកផងប្រយ័ត្នអួលអូហូក្មួយសំនឹងក្មួយប្រាក់តើហើយទៅណាមកណាដែរនឹងអាក្មួយពួកខ្ញុំថាទៅស្រែទៅមើលស្រូវបន្តិចហ្នឹងណាអ៊ំអូមកក្មួយសម្រាប់ផ្ទះអ៊ំមួយផ្លែតសិនទៅហើយចាំទៅធ្វើដំណើរបន្តទៀតបាទអ៊ំហើយអ៊ំទាំងពីរកំពុងធ្វើអីដែរនឹងអូពួកខ្ញុំកំពុងតែឲ្យចំណីកូនចាប់នឹងណាក្មួយមើលទៅកូនចាប់នេះគួរឲ្យស្រឡាញ់ខ្លាំងណាស់អ៊ំពិតណាស់ក្មួយរាល់ថ្ងៃបានវានឹងហើយគ្រាន់កែអបសុកដែរមិនត្រឹមតែគួរឲ្យស្រឡាញ់ខ្លាំងទេថែមទាំងឆ្លាតខ្លាំងទៀតផងណាក្មួយនៅតែពីរអ្នកយាយពិតជាអបសុកណាស់បានវាមួយនឹងហើយគ្រាន់បលែងលេងថ្ងៃនេះកូនចាប់តូចនេះប្រៀបដូចជាផ្នែកដ៏ធំមួយនៃជីវិតរបស់ពួកយើងមែនទេតាមែនហើយយាយគឺវាពិតដូច្នោះហើយលើអញ្ចឹងខ្ញុំមានអារម្មណ៍ថាចង់បានមួយគ្រាន់ទុកលេងជាមួយពេលទំនេរគ្រាន់នឹងកែអបសុកណាស់ឪវាខ្ញុំវិញក៏ចង់បានដូចជាម៉ែវាឯងដែរព្រោះមើលទៅវាគួរឲ្យស្រឡាញ់ណាស់ពិតហើយក្មួយចិញ្ចឹមមួយដែរទៅចាមីងតោះឯងសម្រាប់រៀងយូរគួរសមហើយដែរយើងដល់ពេលទៅស្រែមើលស្រូវហើយឯងអើយចាឯងបើអញ្ចឹងខ្ញុំសុំលាពងមីងទៅសិនហើយចាំពេលក្រោយចាំខ្ញុំមកលេងកូនចាំម្ដងទៀតទៅចោះក្មួយសុខសប្បាយណាស់ក្មួយចាអ៊ំនៅក្នុងព្រៃជ្រៅមួយមានចាបព្រៃមួយក្បាលកំពុងទុំលើមែកឈើមួយហើយនិយាយពីគ្រោះគ្នាជាមួយសារិកាបងសារិកាអើយខ្ញុំពិបាកចិត្តណាស់តាឯងពិបាកចិត្តរឿងអីទៅថ្ងៃនេះខ្ញុំរកចំណីមិនបានសោះតាំងពីព្រឹកដល់ល្ងាចចិត្តយប់ទៅហើយនៅតែរកមិនបានអាយកុំពិបាកចិត្តអីចាពើយមិនមែនមានតែឯងទេដែលលំបាកនោះសូម្បីតែខ្ញុំនិងបងក្អែករួមទាំងបងលលោកក៏មានការលំបាកក្នុងការស្វែងរកចំណីដែរពិតមែនទេបងខ្ញុំមិនដែលដឹងសោះខ្ញុំស្មានមានតែខ្ញុំទេដែលពិបាករកស៊ីមិនដឹងសោះថាមានគេច្រើនក៏លំបាកដូចខ្ញុំដែរខ្ញុំនិយាយសុទ្ធតែជាការប៉ែតបើមិនជឿទេទៅជួបពួកគាត់ដោយផ្ទាល់តែម្ដងទៅ
អូល្អណាស់អញ្ចឹងខ្ញុំខានជួបពួកគាត់យូរហើយណាមួយចង់សួរសុខទុក្ខពួកគាត់ផងតាចាប់តែអញ្ចឹងកុំអាយយឺតពេលមែនហើយតាបង ចាព្រៃនិងសារិកាក៏បានហើរទៅជួបជាមួយក្អែកនិងលលោកដែលកំពុងតែនិយាយគ្នានៅលើដើមឈើដ៏ធំបែកមែកសាខាត្រឈឹងត្រឆេមួយនៅក្បែរមាត់បឹង បងក្អែកនោះគឺចាំនឹងសារិកាអន្តាអូអ្នកទាំងពីរហើយទៅណាមកណានឹងហ៎ គេយើងនាំចាប់មករកឯងសួរព័ត៌មានខ្លះហ្នឹងណា តើចាព្រៃឯងមានអីចង់សួរពួកយើងមែនទេ ខ្ញុំគឺមកលេងពួកបងហ្នឹងណាហើយក៏ចង់សួរសុខទុក្ខពួកបងអំពីការរកស៊ីពួកបងហ្នឹងណា ប្រាប់តាមត្រង់ចុះចាបអើយឥឡូវនេះយើងរកចំណីមិនសូវបានដូចមុនទេយើងពិបាកចិត្តណាស់ហើយខ្ញុំវិញក៏ដូចគ្នាណាមួយពិបាកខ្លាំងព្រោះខ្ញុំមានបន្ទុកប្រពន្ធនិងកូនរបស់ខ្ញុំដែលកំពុងតែដេកចាំចំណីនៅក្នុងសម្បុកបើសិនជានៅតែរកចំណីមិនសូវបានទៀតប្រកាសជាយ៉ាប់ទាំងគ្រួសារហើយខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ កុំពិបាកចិត្តអីបងរឿងពួកយើងពិតជាមិនសូវខុសគ្នាប្រហែលទេបងទាំងអស់គ្នាក៏បារម្ភអីខ្ញុំបាននឹកឃើញមកចូលបាយមួយហើយ តែមានមធ្យោបាយអីទៅសារិកាម៉ែណើយមានមធ្យោបាយអីទៅជួយប្រាប់ពួកយើងផងមក ខ្ញុំគិតថាបើក្នុងព្រៃយើងរកចំណីមិនសូវបានយើងគួរតែរកចំណីនៅក្នុងស្រុកម្ដងទៅព្រោះថានៅក្នុងស្រុកអាចមានចំណីច្រើនក៏ថាបានពិតមែនហើយបើអញ្ចឹងមែនពិតជាល្អណាស់ តោះយើងឆាប់ទៅអញ្ចឹង នៅពេលដែលសត្វទាំង4ក្បាលហើរមកដល់ក្នុងភូមិពួកគេក៏នាំគ្នាបំបែកផ្លូវទៅទិសរៀងខ្លួនម្នាក់ដើរទៅជើងម្នាក់ដើរទៅត្បូងម្នាក់ដើរទៅលិចម្នាក់ទៀតដើរទៅកើតចំពោះចាស់ព្រៃវិញគឺបានហើរទៅទិសខាងត្បូងហើយយូរទៅក៏ទៅដល់ផ្ទះរបស់យាយតាហើយក៏ប្រទះឃើញកូនចាបតូចមួយនៅក្នុងទ្រុងមាសដ៏ស្រស់ស្អាតកំពុងតែស៊ីចំណីដែលយាយតាបានដាក់ឲ្យ មើលទៅម្ដេចក៏គេរស់នៅបានសុខសប្បាយម្ល៉េះរស់នៅក្នុងទ្រុងដ៏ប្រណិតមានពណ៌មាសភ្លឺថ្លាមានម្ចាស់ចាំណែបនិតបលែងដាក់ចំណីឲ្យស៊ីទាំងយប់ទាំងថ្ងៃមិនចាំបាច់ហត់ខ្វល់ខ្វាយរឿងខ្លាចដាច់ពោះព្រោះអត់ចំណីនោះឡើយមិនដូចជាយើងទេរកព្រឹកខ្វះល្ងាចគ្រាន់តែរកចំណីមកចំអែតក្រពះខ្លួនឯងស្ទើរតែមិនបានផងគិតទៅជាចាប់ដូចគ្នាសោះតែហេតុអីក៏វាស្នាខុសគ្នាម្ល៉េះណោះហើយមិនដឹងជាថ្ងៃណាខ្ញុំបានរស់នៅក្នុងជីវិតស្ដុកស្ដំដូចជាគេទេ នៅពេលដែលចាបព្រៃកំពុងតែស្រមៃចង់បានជីវិតដូចជាចាបស្រុកនោះចាបស្រុកក៏បានក្រឡេកមើលឃើញចាបព្រៃដែលកំពុងតែទុំនៅលើមែកឈើគៀនរបងហើយក៏គិតក្នុងចិត្តថា មើលគេចាស់ជីវិតគេរស់នៅយ៉ាងសប្បាយចង់ហោះចង់ដើរទៅណាក៏បានរស់ដោយសេរីភាពពេញលេញមិនដូចជាយើងទេរស់នៅក្នុងទ្រុងដូចជាអ្នកទោសរស់បានដោយសារតែគេឲ្យចំណីសងំនៅតែមួយកន្លែងចង់ដើរទៅណាក៏មិនបានហើយជីវិតមួយនេះពិតជាអាប់អួនណាស់មិនដឹងថាថ្ងៃណាបានរស់នៅសប្បាយដូចជាគេឡើយជាចាប់ដូចគ្នាសោះហេតុអីក៏វាសនាខុសគ្នាយ៉ាងនេះ បន្ទាប់ពីមិនពេញចិត្តនឹងជីវិតខ្លួនឯងហើយចាបព្រៃក៏បានហើរមកជិតចាបស្រុកដើម្បីសន្ទនាគ្នា អោចាប់ស្រុកអើយហេតុអីក៏ឯងសំណាងម្លេះឯងទៅវិញទេដែលមានសំណាងនោះចង់ដើរហើរទៅណាក៏បានមិនដូចជាយើងទេសងំនៅតែក្នុងទ្រុងដូចជាអ្នកទោសឯងរស់នៅក្នុងទ្រុងពណ៌មាសគ្មានត្រូវខ្យល់ត្រូវភ្លៀងមានចំណីស៊ីស្រាប់មានម្ចាស់ស្រឡាញ់ថ្នាក់ថ្នមប៉ុណ្ណឹងហើយឯងចង់បានអ្វីទៀតវាពិតដូច្នេះមែនហើយប៉ុន្តែឯងសាកគិតទៅមើលថាតើជីវិតដូចជាពួកយើងនេះវាពិបាកយ៉ាងណាជាប់ក្នុងទ្រុងគ្មានបានដើរគ្មានបាននិយាយជាមួយអ្នកណាគ្មានបានស្រូបខ្យល់អាកាសស្រស់ស្រាយគ្មានបានរាប់អានគ្នាជាមួយសត្វដទៃមិនបានសូម្បីតែធ្វើអ្វីដែលខ្លួនឯងពេញចិត្តជីវិតរស់នៅសែនគ្មានសេរីភាព
ពោពេញតែដោយភាពអាប់អួរនិងទុក្ខព្រួយប៉ុណ្ណឹងហើយឯងនៅចង់បានជីវិតដូចជាយើងទៀតទេអូយស្ដាប់ទៅដូចជាពិបាកណាស់គិតទៅជីវិតដែលនៅក្នុងទ្រុងហឺហាក៏មិនប្រកាសថាមានក្តីសុខសម្បូរសប្បាយដែរតើតែគិតយូរទៅជីវិតយើងក៏មានសេចក្តីសុខមួយយ៉ាងចង់ធ្វើអ្វីក៏បានចង់ដើរហើរទៅណាក៏បានចង់ដេកចង់ទុំត្រង់ណាក៏បានប្រសិនជាយើងចេះគ្រប់គ្រាន់ហើយចេះពេញចិត្តនៅអ្វីដែលយើងមាននោះជីវិតយើងនឹងស្រស់បំព្រងមិនខានឡើយត្រឹមត្រូវហើយអញគិតអញ្ចឹងគឺមិនខុសទេគឺមានតែសេរីភាពទេដែលជាសេចក្តីសុខពិតប្រាកដរបស់យើងចូលឯងពេញចិត្តនៅអ្វីដែលយើងកំពុងតែមានបែបនេះរហូតទៅណាឯងវិញក៏ដូចគ្នាអញ្ចឹងយើងលាឯងសិនហើយណាតែចាស់សំឡាញ់ល្អណាស់នៅពេលដែលចាប់ព្រៃហើយចេញទៅបាត់យាយតាក៏បានសង្កេតឃើញចាប់របស់ខ្លួនដែលនៅក្នុងទ្រុងតាមសម្លឹងមើលចាប់ព្រៃរហូតដាច់កន្ទុយភ្នែកទាំងកែវភ្នែករលីងរលោងប្រៀបបានដូចជាជន់ទឹកភ្នែករកហូរមកទៅហើយមើលចាប់យើងចោះតាមសម្លឹងចាប់ព្រៃនោះមិនដាក់ពីកន្ទុយភ្នែកទេយាយវាអើយមែនហើយតាវាមិនក៏អញ្ចឹងប្រហែលជាចង់ហោះចង់ហើរដូចគេហើយក៏មិនដឹងបែបនឹងមែនទេដឹងតាវាតើយើងគិតយ៉ាងម៉េចទៅខ្ញុំក៏មិនដឹងដែរតាវាឬមួយក៏យើងប្រឡែងវាតែម្ដងទៅឲ្យយាយវាមិនកើតទេខ្ញុំស្រឡាញ់វាប្រៀបដូចជាកូនបង្កើតបើវាហើរទៅបាត់មិនត្រឡប់មកវិញខ្ញុំប្រកាសជាខូចចិត្តស្លាប់ហើយរស់នៅមានតែ2នាក់យាយតាផងអត់វាទៀតអុបសុកស្លាប់ហើយបើអញ្ចឹងមិនដឹងថាគិតយ៉ាងម៉េចទៀតទេពូមីងដាក់ចំណីឲ្យកូនចាប់ទៀតហើយអូគឺថាកំពុងតែគិតពីអ្នកយាយវានឹងណាក្មួយគិតពីរឿងអីទៅពូគឺកូនចាប់នេះណាមើលទៅវាហាក់ដូចជាសោកសៅដាក់ចំណីឲ្យក៏វាមិនសូវស៊ីហើយតាមសម្លឹងមើលចាប់ផ្សេងទៀតហើមិនដាច់កតុយភ្នែកសោះពូគិតថាប្រហែលជាវាចង់ហើដែរហើយក្មួយអើយតាវាគិតចង់ប្រឡែងតែមីងហាក់ដូចជាមិនដាច់ចិត្តសោះព្រោះមីងស្រឡាញ់វាណាស់ប៉ិតណាស់មីងគួរឲ្យស្រឡាញ់បែបនេះអ្នកណាទៅព្រមដាច់ចិត្តប្រឡែងចោលទៅតែវាក៏ត្រូវការសេរីភាពដែរជាតិជាសត្វគ្មានអ្វីធំធេងជាងសេរីភាពទេបើយើងស្រឡាញ់វាពិតយើងត្រូវតែដោះលែងវាឲ្យមានសេរីភាពទៅបែបនេះទើបហៅថាក្តីស្រឡាញ់ពិតប្រាកដពិតមែនហើយពូឯកភាពជាមួយក្មួយការស្រឡាញ់មិនមែនប្រកាសថាត្រូវតែទុកមនុស្សដែលយើងស្រឡាញ់នឹងឲ្យបាននោះទេពោលគឺត្រូវតែឲ្យមនុស្សដែលយើងស្រឡាញ់នឹងមានសេចក្តីសុខបើអញ្ចឹងលែងក៏លែងទៅអញ្ចឹងបើទុកឲ្យនៅដោយកង្វល់អញ្ចឹងគឺអាណិតគ្នាដែរមែនកាត់អញ្ចឹងគឺត្រឹមត្រូវមួយយ៉ាងដែរប្រឡែងវាទៅពូទៅឲ្យសប្បាយចុះណាកូនចាប់សូមឲ្យមានក្តីសុខណាកូនចាប់របស់ម៉ែបាយកូនចាប់ដល់គូឲ្យស្រឡាញ់ពេលនេះឯងមានសេរីភាពពេញលេញហើយសូមឲ្យឯងសុខសប្បាយណាកូនចាប់តូចនៅពេលនោះដែរកូនចាប់នោះក៏បានហើរទៅឆ្ងាយបាត់ទៅរីឯអ្នកគ្រប់គ្នាឈរមើលទាល់តែដាច់កន្ទុយភ្នែកដោយក្តីស្រឡាញ់គ្រប់មនុស្សសត្វទាំងអស់គឺតែងតែត្រូវការសេរីភាពហើយចូលពេញចិត្តនៅអ្វីដែលខ្លួនកំពុងតែមាន